បាទសាធុនមតិរតនទាសៈស្ថិតនៅខាងដើមខ្ញុំប្រកាសណាខ្ញុំបាទអំណរដោយគណៈកម្មការគុណលោកតាសមាជិកទឹកអរូបចេញចូលមកសូមទទួលទេអរិរីជាអតិបរមានឹងសក្ខិនថារសៀលជ្រាលជ្រែកនៅក្នុងក្បាលសន្តិយានេះយើងខ្ញុំបានឃើញនៅទឹកប្រភពញញឹមទឹកព្រៃរបស់អស់ស្គមគ្រួសារយើងទាំងអស់មករួមនៅ